ខ្ញុំនាំអ្នកទាំងអស់គ្នាមកបង្កើត Roblox ឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាចូលបង្កើតមកខ្ញុំខ្ញុំចុចទៅនេះហើយមិនអត់ហើយអ្នកទាំងអស់គ្នាត្រូវបង្កើតថ្ងៃទីឥឡូវខ្ញុំបង្កើតថ្ងៃទីមកខ្ញុំហ្នឹងណា2008ថ្ងៃទី13ហើយដាក់ហើយយើងត្រូវបង្កើតឈ្មោះរៀងពិបាកដែរអ្នកទាំងគ្នាឲ្យតែយើងចុចទៅ Tray Load Tray 3នឹងយើងបង្កើតបានឈ្មោះយើងហើយខ្ញុំដាក់ឈ្មោះខ្ញុំវាអានេះវាខ្វែងមួយអត់តបានឈ្មោះយើងអត់តត្រូវណាយើងមិនមែនអត់តគ្រីសចឹងយើងមិនតនេះទេយើងត្រូវដាក់មិនបានវាគ្រីស3យើងដាក់ស្អីបន្ថែមក៏បានខ្ញុំដាក់ KO 189នេះអ្នកគ្រីសឃើញ Tray 3មិនអត់មិញនេះអត់ឃើញ Tray 3នេះឬនេះឃើញហើយមានន័យយើងបង្កើតឈ្មោះបានហើយយើងបង្កើតត្រូវបង្កើតលេខដល់យើងដាក់លេខទូរស័ព្ទខ្ញុំក៏បានដែរលេខដាក់លេខទូរស័ព្ទខ្ញុំសិនដល់គ្នាឥឡូវយើងដាក់លេខហើយយើងឃើញ Tray 3ដូចគ្នាហើយមិញនេះឃើញ Tray 3នេះមានន័យយើងបង្កើតបានហើយស្រួលហើយចាស់យើងដាក់នេះយើងយក page មកខ្ញុំដាក់ page នេះខ្ញុំចុចទីណាអ្នកគ្នារួចរាល់អានេះរបៀបនេះខ្ញុំបង្រៀនអ្នកនរគ្នាដើម្បីយក account វិញម្ដងអ្នកនរគ្នាឧទាហរណ៍បើអ្នកនរគ្នាច្រឡំលុប account លុប Roblox អញ្ចឹងយើងបាត់ account យើងត្រូវការចូល account នឹងវិញយើងចង់ចូល account នឹងមិនអត់ខ្ញុំមករៀនហើយខ្ញុំមករៀនហើយខ្ញុំចាប់ផ្ដើមមករៀនអ្នកនរគ្នានេះអានេះខ្ញុំរៀនអ្នកនរគ្នាមកយក account យើងវិញម្ដងតែយើងច្រឡំលុបអានេះខ្ញុំលុបរួចហើយខ្ញុំចូលវិញអ្នកនរគ្នាចុចជំរាបយើងចង់បាន account យើងដែរវិញនេះដល់ពេលយើងចុចទៅយើងធ្លាប់រក្សាទុក account ហើយយើងឃើញនេះឈ្មោះរបស់យើងយើងត្រូវការយើងយកឈ្មោះអីក៏បានដែរតែឈ្មោះយើងធ្លាប់បង្កើតនេះឈ្មោះខ្ញុំសិតឈ្មោះខ្ញុំដល់គ្នាខ្ញុំបង្កើតនេះឈ្មោះនេះខ្ញុំចូល account នឹងវិញហើយយើងចុចទៅនេះឃើញអ្នកទាំងគ្នាខ្ញុំចុចនេះមកចូលបាន account នឹងវិញហើយនេះឃើញអត់អ្នកទាំងអស់គ្នាអញ្ចឹងបាយបាយអ្នកទាំងអស់គ្នា